Welcome back អ្នកទាំងអស់គ្នាមកកាន់ភាគថ្មីនៃរឿងខ្ញុំជីវណក៏តែខ្ញុំអាចស្លាប់បាននៅរឿងទេភាគបន្តទាំងអស់គ្នាភាគទីម៉ាននេះអូខេមកកាន់ភាគបន្តថ្មីរបស់យើងភាគទី29សេចរឿងក៏បង្ហាញពីថ្ងៃស្អែកនៅផ្ទះរបស់លោកអង្គញាហើយនេះគឺជាសេនារបស់យើងបន្ទាប់ពីសម័យគាត់យំខ្លាំងពេកហើមភ្នែកអស់ភ្នែកលឹបដូចកូនចិនចឹងហើយមិនមានអ្នកគេចុះមកភ្នែកលឹបចឹងដែរអាចយប់ឡើងយំមកយំនៅស្អែកឡើងផឹកឡើងនឹងតប៉ុន្តែហើមកពួកខ្ញុំស្រាក់ហើយពេលនឹងអ្នកគេធ្វើខ្ញុំវាក់ចិត្តពេកដល់ពេលទៅខ្ញុំយំទៅមានអ្នកប៉ែគាត់ខឹងគាត់មកលួងនឹងមិនលួងខ្ញុំបាត់យំមកលួងខ្ញុំយំថែមកូនពីរអូខេឥឡូវយើងតសាច់រឿងយើងវិញផឹកឡើងធ្វើអីមុនគេគាត់ជញីមុខនឹងអីអូខេហើយសិនអ្នកក៏បាននិយាយថាហ្នឹងគាត់បែនយំច្រើនហើយទៅគាត់ក៏មើលនៅជុំវិញខ្លួនគាត់បន្ទប់គាត់នឹង yes ហើយគាត់ក៏បានគិតថាគាត់គ្រាន់តែមានអារម្មណ៍ថាវាកាលពីមុនហ្នឹងវាមានអារម្មណ៍ថាបន្ទប់ហ្នឹងមិនជាបន្ទប់គាត់ទេប៉ុន្តែឥឡូវគាត់ចាប់ដើមផ្លាស់ប្ដូរចឹងមានន័យថាកាលពីមុនហ្នឹងសិនអ្នកគាត់ថាជាបន្ទប់ខ្លួនឯងសោះបន្តទៀតនាងក៏ចាប់ដើមញញឹមហើយនាងបាននិយាយថាឥឡូវខ្ញុំចាប់ដើមទទួលស្គាល់ហើយសិននាងក៏បាននិយាយថាឥឡូវនាងបាត់ដឹងយ៉ាងច្បាស់ហើយថាចំពោះគ្រួសាររបស់នាងទោះបីជានាងធ្វើអ្វីក៏ដោយក៏ពួកគេអត់ចាក់ចេញពីនាងដែរគ្រួសារគេខ្ជូតក៏សិនក៏បាននិយាយថានៅពេលយើងទទួលបាននៅក្តីស្រឡាញ់ដែលអត់លក្ខខណ្ឌហើយវាធ្វើយើងមានអារម្មណ៍ថាយើងរស់នៅដោយសុខសាន្តមានសេរីភាពហើយនឹងសុវត្ថិចិត្តហ្មងទោះបីជាយើងនៅតែផ្ទះក៏ដោយបន្ទាប់នេះយើងក៏ឃើញចានីក៏បានចូលមកក្នុងបន្ទប់របស់ស្រីណែហើយគាត់បានរៀបចំសិក្សៈស្លៀកពាក់ឲ្យស្រីណែហើយនៅបបអួយឲ្យស្រីណែឲ្យខ្យល់អាកាសចូលក្នុងបន្ទប់ស្រីណែមើលទៅក្រៅឃើញទេសភាពស្អាតនាងក៏បានគិតទៅដល់ប្អូននាងហើយបាននិយាយថាអ៊ូជីនណាអូជាងបងឈ្មោះរបស់អូស្ត្រាលីរបស់សេរីណាគាត់ក៏បាននិយាយថាមើលទៅប្រហែលចាប់ពីពេលនេះទៅបងនឹងមានអារម្មណ៍ថាបងនឹងរស់នៅជាសេរីណាហើយបងនឹងមិនមានអារម្មណ៍ថាស្ទាក់ស្ទើរឬក៏មានការភ័យខ្លាចទៀតនោះទេនៅពេលនាងមើលចុះទៅខាងក្រោមពីយ៉ហ្នឹងនាងក៏បានឃើញលោកកេះហើយនឹងបងប្រុសរបស់នាងអៃរ៉ុនពួកគេប្រហែលជាទៅមកពីហាត់មួយគ្នាអៃរ៉ុនបានឃើញប្អូនហើយគាត់ក៏ញញឹមយ៉ាងខ្លាំងលោកកេះក៏បានឃើញស្រីណែដែរប៉ុន្តែគាត់បានងាកមុខចេញធ្វើឲ្យស្រីណែគាត់គាំងខ្លាំងមែនទែនបន្តមកទៀតបងប្រុសរបស់ស្រីណែអៃរ៉ុនបានសួរថាតើយប់មិញហ្នឹងស្រីណែបានគេស្រួលអត់ស្រីណែក៏បានទៅគេសួរសុខទុក្ខធម្មតាបែបបងប្អូនស្រីណែនាងក៏បានចាប់អារម្មណ៍នឹងដែរថាលោកកេះខឹងនឹងនាងហើយក៏បានញ៉ាំហេវាក៏សំហេតុផលរបស់លោកកេះដែរដោយសារលោកកេះតែងតែព្រួយបារម្ភពីគាត់ប៉ុន្តែនៅពេលដែលលោកកេះនៅវិមានរបស់លោកអញ្ញេស្រីណែបែកជាស្លាប់ខ្លួនឯងស្រីណែគាត់ក៏បានញ៉ាំហេតើលោកកេះគាត់នៅតែខឹងរហូតម្ដងលើទៀតមែនគាត់ក៏បានគិតថាបើសិនជាគាត់ជឿលើក្រៅលោកកេះនៅតែខឹងជុំទៀតគាត់ប្រកាសជាត្រូវទៅសុំទោសលោកកេះហើយអៃរ៉ុនក៏បានសង្កេតឃើញរឿងនឹងដែរហើយគាត់ក៏បានទៅញ៉ាំមួយលោកកេះថាបើសិនជាលោកកេះហ៊ានទៅស្អប់អូនស្រីគាត់ក៏ជាអត់លើកលែងឲ្យលោកកេះហីលោកកេះក៏ប្រាប់ឲ្យអៃរ៉ុនក៏មើលញ៉ៃគាត់ពេកហើយគាត់ក៏បាននិយាយថាគាត់ក៏បានស្អប់សេរីណាដែរយើងក៏បានថាសេរីណាក៏អង្គុយឈៀលនៅក្នុងបន្ទប់របស់គាត់ហើយក៏បានគិតថាវាពិតជាចម្លែកណាស់ជនីក៏បានសួរទៅសេរីណាថាតើសេរីណាពេញចិត្តជាមួយនឹងអាហារផ្អែមរបស់គាត់បើសិនជាអត់ទេនាងនឹងយកមកបន្ថែមទៀតសេរីណាគាត់មានមាត់អីដែរហើយជនីគាត់ក៏បានចង់និយាយបន្តតែសេរីណាក៏បាននិយាយកាត់គាត់ថាតើពេលនេះអៃរ៉ុននៅទីណាអរខ្ញុំចាំថាសេរីណាចូលសួរថាតើពេលនេះអ៊ីដិននៅទីណាពេលហ្នឹងជនីគាត់ក៏ស្ទាក់ស្ទើរអត់ហ៊ាននិយាយដែលជាហេតុធ្វើឲ្យសេរីណាគាត់មានការភ្ញាក់ផ្អើលខ្លាំងហើយគាត់ក៏គិតថាតើនេះមានអ្វីកាត់ឡើងចំពោះអ៊ីដិនមែនហើយក៏គិតថាតើបន្តែក៏គិតថាអ៊ីដិនមានសុខភាពនៅក្នុងផ្ទះលោកអង្អែឬក៏គាត់មានការធ្វើប្រហែសខ្លាំងពេកហើយធ្វើឲ្យគាត់ព្រួយបារម្ភពីអ៊ីដិនខ្លាំងមែនតើ
ប៉ុន្តែចឹងនេះក៏បានប្រាប់ថាអ្នកនាងឈប់បារម្ភមើលពីព្រោះ Eden អត់មានកាត់អីទេគ្រាន់តែថាបន្ទាប់ពីអ្នកនាងក្រោកហ្នឹង Eden គាត់និយាយបានតែប៉ុណ្ណឹងក៏យើងកាត់មកមើល Eden វិញ Eden គាត់កំពុងតែគេងហើយគាត់យល់សំពីអ្វីដែលគាត់ជួបកន្លងពេលដែល Serena ត្រូវអ្នកចុះពីលើប៉មហ្នឹងអ្វីដែលគាត់ហត់ឆ្លងកាត់គាត់រត់មកគាត់ហត់មកវិញខ្លះហើយគាត់ក៏នឹកឃើញអំពីនៅពេលដែលសិននិយាយសុំទោសគាត់ហើយនាងតម្លាក់ខ្លួនពីលើប៉មធ្វើឲ្យគាត់ភ្ញាក់ពីស្បិនអាក្រក់មួយនឹងបន្ទាប់ទៀតគាត់ដកដង្ហើមធំយ៉ាងខ្លាំងគាត់ក៏បានងាកមើលជុំវិញខ្លួនក៏ដឹងថានៅក្នុងបន្ទប់របស់គាត់ចឹងហើយគាត់ក៏បានសម្រួលដង្ហើមខ្លួនឯងហើយគាត់បានក្នុងចិត្តថារឿងរាល់ពេលដែលគាត់បិទភ្នែកទៅរឿងណាដែលកើតឡើងនៅថ្ងៃនោះទាំងប្រមាណគឺតែងតែលេចមកនៅក្នុងខួរក្បាលគាត់ឡើងវិញរហូតហើយគាត់ក៏បាននិយាយថាគាត់នឹងសោះថាអ្នកនាងរបស់គាត់ប្រើប្រាស់គាត់ដើម្បីបានទៅសម្លាប់ខ្លួនឯងហើយគាត់បែរជាស្វ័យចិត្តជាមួយនឹងការដែលអ្នកនាងរបស់គាត់បានអ្នកជួបគាត់ទៅពីអ្នកវិញEden ក៏បានគិតថាបើគិតទៅវាក៏សិននេះហ្នឹងក៏គ្មាននៅអ្វីដែលត្រូវមកដេតគាត់ទៅពីអ្នកអីខោពីរឿងហ្នឹងព្រោះក៏គ្មានរឿងអ្វីផ្សេងដែលត្រូវដេតជាមួយគ្នាទៅពីអ្នកផងហ្នឹងទ្វាររបស់ Eden ក៏ត្រូវបានគេគោះហើយនៅក្នុងកន្លងពេលនោះក៏មានអ្នកបម្រើប្រុសម្នាក់បានចេញមកហើយក៏បានប្រាប់ Eden ថាអ្នកអុកញ៉ាហើយ Eden ក៏បានកថាឥឡូវនេះដល់ពេលដែលត្រូវជិះក្បែរទៀតហើយយកនោះថាឋានៈ Eden នៅក្នុងវាមានលោកញ៉ាគាត់ធំជាអ្នកបម្រើប៉ុន្តែគាត់អាចប្រើប្រាស់វិធីមុនបានចង់ប្រកាសជាមានការបង្កដល់ការភ្ញាក់ផ្អើលដល់លោកញ៉ាហើយនេះគឺជាចុងបញ្ចប់នៃវីដេអូនេះហើយក៏អរគុណអ្នកទាំងអស់គ្នាដែរបានស្ដាប់មកដល់ទីបញ្ចប់នេះហើយបើសិនជាអ្នកទាំងអស់គ្នាបានស្ដាប់ដល់ចប់នេះចង់ comment បេះដូងរូបពុកខ្មែរដើម្បីឲ្យខ្ញុំបានដឹងផងហើយក៏អរគុណខ្លាំងមែនតើដោយសារស្លេងខ្ញុំស្អករៀងពិបាកស្ដាប់ទៀតអីចឹងសូមទោសបាយបាយ